សួស្តីនេះជាសកម្មភាពបើកទូកឬក៏កណ្ដោតរបស់ក្មេងប្រុសម្នាក់ដែលរស់នៅក្នុងសហគមន៍កំពង់ភ្លុកដែលស្ថិតនៅក្នុងខេត្តសៀមរាបជាសហគមន៍ទេសចរប្រចាំខេត្តសៀមរាបខ្ញុំឃើញតាក្មេងប្រុសដែលកំពុងតែបើកកណ្ដោតនេះគឺនៅក្មេងមែនទែនប៉ុន្តែគាត់មានការស្ទាត់ជំនាញក្នុងការបើកទូកដែលពុករបស់គាត់កំពុងតែអង្គុយនៅខាងមុខហើយគាត់ជាអ្នកបើកទូកយើងមើលទៅអាយុគាត់ប្រហែលជាខ្ទង់7-8 ឆ្នាំប៉ុណ្ណោះសូមជម្រាបថាក្មេងៗដែលនៅក្នុងសហគមន៍កំពង់ភ្លុកនេះគឺជាទូទៅនៅអាយុ3ឆ្នាំពួកគាត់ចេះហែលទឹកហើយនៅអាយុ7ឆ្នាំគាត់ជំនាញក្នុងការហែលទឹកតែម្ដងដោយសារគាត់រស់នៅលើទន្លេសាបហ្នឹងជាសហគមន៍ទេសចរប្រចាំខេត្តសៀមរាបសូមជម្រាបថាសហគមន៍ទេសចរកំពង់ភ្លុកនេះមានប្រជាពលរដ្ឋរស់នៅជាង 1000 គ្រួសារហើយគិតជាចំនួនប្រជាពលរដ្ឋប្រហែលជា 4000 នាក់ពួកគាត់នឹងជាភាគច្រើនជាអ្នកនេសាទហើយមានចំនួនភាគរយតិចណាស់ដែលជាម្ចាស់កសិដ្ឋានក៏ដូចជាម្ចាស់ហាងលក់សូវនីសម្រាប់ភ្ញៀវទេសចរទៅលេងបងប្អូនសូមជម្រាបបងប្អូនបន្ថែមទៀតថាភូមិសហគមន៍កំពង់ភ្លុកនេះជាសហគមន៍មួយនៃទន្លេសាបបឹងទន្លេសាបជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍យើងដែលមានផ្ទៃដីសរុបប្រហែលជា 3000 គីឡូម៉ែត្រកន្លះនៅរដូវប្រាំងចំណែករដូវវស្សាគឺទំហំកើនទ្វេដងដែលមានរហូតដល់ 16000 គីឡូម៉ែត្រកន្លះគឺធំមែនតើហើយអាចទិន្នផលត្រីដែលយើងបានពីបឹងទន្លេសាបនេះគឺមានចំនួន 230000 តោនគឺប្រហែលជា 50% នៃទិន្នផលត្រីប្រចាំប្រទេសកម្ពុជាយើងបងប្អូនបាទអរគុណច្រើនបងប្អូនអរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់បងប្អូន